រឿងអត្ថានមដំរីកាលពីយូរលង់ណាស់មកហើយមានរឿងមួយដំណាលថានៅភូមិតូចមួយជាប់នឹងមាត់ព្រៃអ្នកភូមិរកស៊ីចិញ្ចឹមជីវិតដោយការចូលព្រៃបរបាញ់សត្វនិងរកឈើក្រអូបដើម្បីលក់នៅឯស្រុកផ្សេងទៀតព្រានដាញ់ក៏ជាគ្រួសារមួយនៅក្នុងភូមិនោះដែរហើយគាត់ព្រមទាំងចេះមន្តវិជ្ជាការផ្សេងៗសម្រាប់ដើរព្រៃជាទម្លាប់របស់អ្នកភូមិមុននឹងគេចូលព្រៃម្ដងពួកគេតែងតែមកផ្ទះរបស់ព្រានដាញ់ដើម្បីសុំឲ្យព្រានដាញ់ជួយប្រោះព្រំឲ្យមានសុវត្ថិភាពនៅពេលដែលពួកគេចេញដំណើរទៅទាក់សត្វនៅក្នុងព្រៃកូនដាំអើយកូនដាំបាទពុកឯកព្រឹកពុកចង់ចូលព្រៃរកសត្វនិងឈើក្រអូបខ្លះគ្រាន់បានយកមកធ្វើម្ហូបនិងប្រើប្រាស់ហើយក្រែមបានសល់ខ្លះយកលោកគ្រាន់បានគ្រាន់ផ្គត់ផ្គង់ជីវភាពយើងណាកូនបាទពុកអញ្ចឹងស្អែកព្រឹកខ្ញុំសូមទៅជាមួយពុកដែរណាពុកបើអញ្ចឹងល្ងាចនេះឯងទៅផ្ទះលោកបងដាញ់ជាមួយនឹងពុកដើម្បីឲ្យលោកបងដាញ់ប្រោសព្រំឲ្យបាទពុកលុះដល់ពេលល្ងាចឡើងពូតនិងនិដាមពីរនាក់ឪពុកនិងកូនក៏ដើរទៅផ្ទះរបស់ព្រានដាញ់ដើម្បីឲ្យគាត់ប្រោសព្រំឲ្យពួកគេលោកបងដាញ់នៅផ្ទះទេលោកបងហើយចូលនៅណាគេនឹងអូលោកប្អូនដនទៅអីមកចូលមកលោកប្អូនដននឹងក្មួយដាំមកនេះមានការអីដែរលោកប្អូនខ្ញុំមកនេះគឺចង់សូមឲ្យលោកបងនឹងជួយប្រោសព្រំឲ្យព្រោះស្អែកព្រឹកខ្ញុំចង់ចូលព្រៃរកសត្វហ្នឹងណាលោកបងអូអញ្ចឹងលោកប្អូនចាំមួយបន្តិចខ្ញុំទៅរៀបចំអាសនៈមួយផ្លេតនៅពេលដែលរៀបចំអាសនៈរួចរាល់ហើយព្រានដាញ់ក៏ហៅពូដននិងនិដាមចូលទៅអាសនៈរបស់គាត់រួចក៏ចាប់ដើមធ្វើពិធីសូត្រមន្តអាគមប្រោសព្រំការពារទៅដល់ពូដននិងនិដាមនៅពេលដែលពិធីរួចរាល់ចប់សពគ្រប់ហើយពូដននិងនិដាមក៏លាព្រានដាញ់ដែលជាមេភូមិនោះត្រឡប់មកផ្ទះរបស់ពួកគេវិញនៅព្រឹកស្អែកឡើងពេលព្រលឹមស្រាងៗពូដននិងនិដាមក៏ដើរសំដៅចូលទៅព្រៃមិនយូរប៉ុន្មានពូដននិងនិដាមក៏ទៅដល់កន្លែងដែលពួកគាត់តែងតែសម្រាកនិងបរបាញ់សត្វកូនដាម
ឥឡូវយកមកដល់កន្លែងសម្រាកហើយមើលកូនរៀបចំទុកដាក់សម្ភារៈឲ្យរួចរាល់ទៅអានឹងដាវរកសัตว์ បាទពុក នាយដាំនិងពូដននៅពេលដែលរៀបចំទុកដាក់សម្ភារៈនៅលើថ្នាក់រួចរាល់ហើយពួកគាត់ក៏ដើររកទាក់សត្វនៅក្នុងព្រៃនោះទៅតាមទម្លាប់រាល់ដងពូដននៅពេលដែលកំពុងរីអន្ទាក់គាត់ឮសម្រាប់ជើងដូចអ្នកណាដើរពីក្រោយគាត់តែគាត់មិនបានខ្វល់នឹងងាកក្រោយមើលឡើយតែគិតថានោះគឺជាសម្រាប់ជើងរបស់នាយដាំពេលនោះសម្រាប់ជើងកាន់តែលឺទៅព្រមទាំងមានសម្លេងក្រហឹមផងគាត់ក៏ងាកក្រោយហើយក៏ឃើញខ្លាដ៏ធំមួយហក់មកសង្គ្រប់ពីលើគាត់ចំណែកនាយដាំពេលដែលក្រឡេកពីចម្ងាយឃើញឪពុករបស់ខ្លួនកំពុងត្រូវខ្លាសង្គ្រប់ដូច្នោះក៏ទាញកាំភ្លើងបាញ់តម្រង់ទៅខ្លានោះជាច្រើនគ្រាប់តែគ្រាប់កាំភ្លើងមិនបានត្រូវខ្លានោះឡើយហើយខ្លានោះក៏ខំអូសពូដនចូលទៅក្នុងរូងថ្មនៅក្បែរនោះទៅលោកអ៊ំមេភូមិជួយផងលោកអ៊ំមេភូមិ ហើយមានរឿងអីហ៎ក្មួយបានជារត់មកត្រហេបត្រហប់ម្លេះ បាទអ៊ំមេភូមិជួយពុកខ្ញុំផងគាត់ត្រីខ្លាខំនិងអូសចូលក្នុងរងថ្មបាត់ទៅហើយអ៊ំមេភូមិ ព្រានដាញ់ក៏បានសាកសួរអំពីរឿងរ៉ាវទាំងអស់ដែលបានកើតឡើងចំពោះពូដនហើយនាយដាំក៏បានរៀបរាប់ពីដំណើរដើមទុំនិងហេតុការណ៍ទាំងអស់ដល់ព្រានដាញ់ពេលដែលបានស្ដាប់ពីហេតុការណ៍នោះហើយគាត់បានរៀបចំបង្វិចថងយាមរបស់គាត់ហើយក៏ឲ្យនាយដាំនាំគាត់និងអ្នកភូមិប្រុសៗពីរបីនាក់ទៀតទៅកន្លែងរូងខ្លានោះទាំងយប់អ្នកទាំងអស់គ្នាឈប់កន្លែងនេះខ្ញុំរៀបចំពិធីសុំម្ចាស់ព្រៃនេះសិនហើយមុននឹងយើងធ្វើដំណើរទៅមុខទៀត នៅពេលដែលប្រាប់នាយដាំនិងអ្នកភូមិឲ្យឈប់ហើយព្រានដាញ់ក៏លើកដៃសំពះហើយសូត្រមន្តវិជ្ជាការសុំផ្លូវម្ចាស់ព្រៃនោះឲ្យជួយថែរក្សាពួកគាត់នៅពេលដែលព្រានដាញ់កំពុងតែសូត្រមន្តវិជ្ជាការនោះស្រាប់តែមានភ្លើងជារង្វង់ផុសចេញពីដីមកជុំវិញពួកគាត់ព្រានដាញ់ពេលដែលភ្លើងចេញមកជុំវិញពួកគាត់ហើយគាត់ក៏បានប្រាប់នាយដាំនិងអ្នកភូមិដែលមកជាមួយថា អ្នកទាំងអស់គ្នាកុំភ័យនេះជាភ្លើងម្ចាស់ថែរក្សាព្រៃនេះហើយភ្លើងនេះដែរគឺតាមថែរក្សាការពារពួកយើងសូមអ្នកទាំងអស់គ្នាកុំចេញពីរង្វង់នេះឲ្យសោះទោះជាមានហេតុការណ៍អ្វីក៏ដោយ លុះពេលពួកគាត់ដើរជិតទៅដល់កន្លែងដែលខ្លាខាំពូដននាយដាំក៏ចង្អុលប្រាប់ព្រានដាញ់និងអ្នកភូមិនៅមាត់រូងខ្លានោះនៅពេលដែលព្រានដាញ់បានឃើញរូងខ្លានោះហើយក៏ប្រាប់នាយដាំនិងអ្នកភូមិនោះថា មួយដាំហើយនឹងអ្នកទាំងអស់គ្នាឡើងលើថ្នាក់ខាងលើដាំជឿនិមន្តសិនទៅបន្តិចទៀតខ្ញុំនឹងឡើងទៅតាមក្រោយ នាយដាំនិងអ្នកភូមិទាំងនោះពេលដែលបានស្ដាប់ព្រានដាញ់ប្រាប់ហើយក៏ឡើងលើថ្នាក់នៅលើដើមឈើព្រានដាញ់នៅពេលដែលឃើញអ្នកភូមិនិងនាយដាំឡើងដល់លើថ្នាក់អស់ហើយគាត់ក៏ចាប់សូត្រមន្តគីថាការពារថ្នាក់នោះបន្ទាប់មកក៏សូត្រមន្តគីថាហៅព្រាយខ្លាដែលនៅក្នុងរូងថ្មនោះឲ្យចេញមកមួយសន្ទុះក្រោយមកពួកគេក៏លើសម្រត់ជើងមនុស្សដើរមកនាយដាំក្រឡេកទៅឃើញឪពុករបស់គេកំពុងតែដើរមកហើយក៏ស្រែកហៅយ៉ាងខ្លាំងៗ ព
ពុកឃ្លាមនៅទីនេះ ក្មួយដាំនោះមិនមែនជាពុករបស់ក្មួយទេវាគឺជាព្រាយខ្លាទេចូលក្មួយនៅឲ្យស្ងៀមកុំចុះមកឲ្យសោះ ព្រានដាញ់នៅពេលដែលឃើញព្រាយខ្លាដែលបន្លំជីពូដនដើរមកកាន់ទៅជិតខ្លួនរបស់គាត់ក៏ចាប់សូត្រមន្តគាថាបាលីបន្តទៀតព្រាយខ្លានិងដំរីអាឋានរបស់ព្រានដាញ់ក៏បានប្រយុទ្ធគ្នាជាច្រើនម៉ោងហើយសំឡេងឮរំពងពេញព្រៃ ព្រាយខ្លានៅពេលដែលប្រយុទ្ធនឹងឈានដំរីរដ្ឋានរបស់ព្រានដាញ់រត់ចូលទៅរុងថ្មនោះវិញចំណែកព្រានដាញ់គាត់បញ្ជាដំរីរដ្ឋានរបស់គាត់ឲ្យដេញតាមព្រាយខ្លានោះបន្ទាប់មកគាត់ទៅសូត្រមន្តគាថាឲ្យចាញ់ដំរីរដ្ឋានធំ3ក្បាលមកទៀតហើយព្រាយខ្លានោះក៏ត្រូវដំរីរដ្ឋានជន់ងាប់នៅនឹងកន្លែងចំណែកព្រលឹងរបស់ព្រាយខ្លាត្រូវបានព្រានដាញ់សូត្រមន្តគាថាចងទុកក្នុងក្រឡរួចទៅកប់ទុកនៅក្នុងថ្មនោះទីឯនេះដាមវិញគេបានលើកត្រកង3សពឪពុករបស់គេដែលត្រូវព្រាយខ្លាសម្លាប់នោះចេញពីរូងថ្មវិញរួចក៏បូជាសពឪពុកនៅកណ្ដាលព្រៃទាំងយប់នៅពេលដែលបូជាសពឪពុករួចរាល់ហើយនេះដាមក៏រើសឆ្អឹងដាក់ពង្វិចរួចក៏ត្រឡប់មកភូមិវិញជាមួយនឹងព្រានដាញ់និងអ្នកភូមិផ្សេងទៀត